ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើដូងទៀតហើយគឺដូងស្រែតែខ្ញុំយកមកពីផ្ទះខ្ញុំកាលពីអាទិត្យមុនចាអានេះគឺខ្ញុំធ្វើចេញបានល្អខ្លាំងមែនតើដោយសារយើងយកដូងមកសិតតែដោះប្លុកដោះកពីងអញ្ចឹងសម្រាប់បងដែលគាត់ធ្លាប់ធ្វើប្រេងដូងមើលតាមវីដេអូនេះខ្ញុំចែកម្លែកហើយគាត់ធ្វើចេញបានបងខ្លះក៏គាត់ធ្វើបានលក់ទៀតផងមិនត្រឹមតែប្រើផ្ទាល់ខ្លួនទេគាត់ធ្វើទាំងលក់ទៀតចាហើយនៅមានបងខ្លះទៀតក៏គាត់នៅតាក់ទើអត់ទាន់សាក់លបងធ្វើឬក៏សាក់លបងម្ដងឬក៏ពីរដងអីគាត់បរាជ័យគាត់អត់ទាន់ធ្វើបានជោគជ័យគាត់អាចមើលវីដេអូនេះបន្ថែមទៀតបានចាចំពោះដូងដែលយើងជ្រើសរើសយកមកធ្វើប្រេងដូងត្រជាក់ហ្នឹងរើសយកដូងណាទុំល្អដូចក្នុងរូបវីដេអូនេះអញ្ចឹងដុសប្លុកបែបនេះគឺចេញប្រេងច្រើនហើយប្រេងល្អខ្លាំងថ្លាឆ្វង់ដូចកញ្ចក់អញ្ចឹងចាហើយចំពោះការធ្វើប្រេងដូងត្រជាក់យើងមានតិចនិចដែរចង់ឲ្យប្រេងដូងត្រជាក់ចេញមកថ្លាឆ្វង់ដូចកញ្ចក់ដូចក្នុងវីដេអូនាងខ្ញុំនេះបងប្អូនអាចតាមដានតាំងពីដើមដល់ចប់បានណាចាឥឡូវថ្ងៃនេះខ្ញុំធ្វើដូងចំនួនបើក៏ទៅចូលដាក់ជាង10ផ្លែចាហើយបើនិយាយពីកពីងវិញគឺដុសល្អខ្លាំងមែនតែនឡើងធំហ្មងសាច់ដូងក៏លាធំដែរចាសម្រាប់ខ្ញុំធ្វើនេះគឺខ្ញុំធ្វើបែបលក្ខណៈគ្រួសារបងប្អូននៅផ្ទះខ្លួនឯងចឹងណាយើងហត់តិចតែយើងធ្វើដោយកម្លាំងបងតែយើងបានប្រេងដូងមកគឺដឹងតែសុទ្ធហ្មងធានាជូនថាប្រេងដូងសុទ្ធធ្វើផ្ទាល់ដែរហើយគឺដូងស្រែយកមកពីខេត្តតាកែវដូងអ្នកភូមិជាពិសេសដូងរបស់អ៊ំរបស់អ៊ីអីចឹងគាត់យកមកលក់ឲ្យចឹងខ្ញុំប្រមូលទិញមកពេលណាខ្ញុំទៅលេងផ្ទះខ្ញុំនៅស្រុកហ្នឹងគឺខ្ញុំដឹកមកចឹងហើយពេលណាមានគឺខ្ញុំតែងតែផុសក្នុងเพจថាមានដូងស្រែដូងអីចឹងណាចឹងសម្រាប់បងដែលគាត់ចង់កំងអីគឺស្ទាន់បានប្រេងដូងស្រែឥឡូវតែមួយថ្ងៃហ្នឹងទៀតអាចអស់ហើយអញ្ចឹងបងប្អូនដែលគាត់កក់ហើយអីហើយហ្នឹងគឺគាត់ទទួលបានប្រេងដូងស្រែចាចំពោះការធ្វើក្នុងខ្ទិះដូងមួយកធុននេះគឺខ្ញុំលាយទឹកចំនួន2លីត្រហ្មងបងប្អូនចង់ដាក់តាម1លីត្រកន្លះក៏បានដែរពូតជាមួយនឹងកាកដូងដែលយើងកោសហើយហ្នឹងយើងពូតយកតែក្បាលខ្ទិះក៏បានឬក៏យកទាំងចុងក៏បានដែរតែដោយសារខ្ញុំពូតដោយដៃចឹងខ្ញុំហត់ខ្ញុំពូតយកតែក្បាលខ្ទិះទេចុងខ្ទិះខ្ញុំអត់ពូតទៀតទេគឺគ្រាន់យកតែក្បាលខ្ទិះប៉ុណ្ណឹងតែមួយសាបងប្អូនគឺឡើងខាប់សក្បោអញ្ចឹងហ្មងហើយចំពោះទឹកខ្ញុំដាក់ពី2លីត្រចឹងណាក្នុងសាច់ដូង2គីឡូទៅ2គីឡូកន្លះបងប្អូនដាក់ទឹក2លីត្រទៅលាយទឹកក្តៅអ៊ុនៗបន្តិចទៅទឹកក្តៅអ៊ុនៗហ្នឹងលាយមកល្មមធ្វើម៉េចឲ្យវាត្រជាក់អ៊ុនតមកកូរវាចូលគ្នាឲ្យច្រកចូលថងអញ្ចឹងផ្អាប់វាចោល24ម៉ោងអានេះគឺខ្ញុំផ្អាប់វាចោលបាន24ម៉ោងហើយនៅកន្លែងមកលុបងឹតអញ្ចឹងណាចាមិនបាច់រុំក៏បានដែរខែហ្នឹងគឺងាយស្រួលអត់ដូចខែត្រជាក់ទេខែត្រជាក់យើងពិបាកតិចតែនៅតែធ្វើចេញទេឲ្យតែបងប្អូនមានតិចនិចហើយចំពោះការបង្ហូរគឺដោយប្រើតយោបង្ហូរបែបនេះគឺវាចេញមកថ្លាឆ្វង់ចឹងហ្មងប៉ុន្តែយើងនៅច្រោះម្សៅទៀតដើម្បីឲ្យប្រេងដូងយើងកាន់តែថ្លាដូចកញ្ចក់ចឹងហើយស្អាតយើងអាចយកមកញ៉ាំផ្ទាល់ក៏បានដែរជំនួយដល់សុខភាពមានបងជាច្រើនគាត់សួរថាប្រេងដូងនឹងយកទៅធ្វើកាយបានច្រើនប្រភេទអីខ្លះចាប្រេងដូងហ្នឹងបងប្អូនយកទៅញ៉ាំផ្ទាល់ជំនួយដល់សុខភាពបានច្រើនណាជួយកាត់បន្ថយការឈឺស្លាក់ដៃស្លាក់ជើងជំនួយដល់ប្រព័ន្ធខួរក្បាលយើងឲ្យចងចាំបានល្អជាពិសេសវាជាប្រភេទប្រេងខ្លាញ់ល្អបងប្អូនញ៉ាំផ្ទាល់យកទៅឆាម្ហូបជៀនពងទាជៀនអីបានណាចាគឺល្អខ្លាំងមែនទែនសម្រាប់សុខភាពហើយបើនិយាយពីផ្នែកគ្រឿងស្មាងវិញគឺជួយបានច្រើនខ្លាំងមែនទែនបងប្អូនចង់យកទៅលាបសៃសក់របស់បងប្អូនក៏បានដែរវាជំនួយសៃសក់យើងទន់រលោងមានទម្ងន់ជាងមុនជួយព្យាបាលសក់បែកចុងបានល្អទៀតផងជាពិសេសបងប្អូនលាបប្រេងដូងជួយសក់ខ្មៅលោងទៀតចាហើយយកមកលាបលើស្បែកមុខវិញគឺជួយឲ្យស្បែកយើងទន់មើលទៅរលោងមានសំណើមបងលាបអីក៏ឆាប់ចូលដែរចាហើយមួយទៀតយើងយកទៅលាយស្រាប់ខាត់ស្បែកគឺល្អខ្លាំងមែនតែនជំនួយស្បែកយើងទន់ភ្លឺថ្លាម៉ត់រលោងចាហើយជួយការពារស្បែករបស់យើងកុំឲ្យងាយរងប្រតិកម្មទៀតផងចាគឺល្អខ្លាំងមែនតែនចានេះគឺជាប្រេងដូងដែលខ្ញុំធ្វើខ្លួនឯងផ្ទាល់ដៃតែម្ដងគឺថ្លាឆ្វង់អញ្ចឹងណាចាអរគុណ